ជំរាបសួរបងប្អូនតើថ្ងៃនេះយើងចូលដល់មេរៀនថ្មីនៅមេរៀនទី4រៀនអំពីព្យញ្ជនៈអក្សរបជាមួយនឹងត្រីស័ព្ទបូកជាមួយនឹងស្រៈអក្សរបនេះគឺវាស្ថិតនៅក្នុងពួកខ្យល់អនៅពេលដែលវាប្រើជាមួយនឹងត្រីស័ព្ទវាបដូរទៅជាខ្យល់អូទៅវិញតោះឥឡូវយើងកុំអង់យូរយើងទៅអានព្យញ្ជនៈនៅខាងក្រោមទាំងអស់គ្នាបត្រីស័ព្ទបូបអ៊ីប៊ីបអ៊ីប៊ីបអ៊ីប៊ីបអ៊ឺប៊ឺបអ៊ឺប៊ឺបអ៊ូប៊ូបអ៊ូប៊ូបអ៊ូប៊ូបអឺបឺបអ៊ឺបឺបអ៊ីប៊ីបអេបេបអេបេបអីបៃបអ៊ូប៊ូបអ៊ឺបើបអ៊ុំប៊ុំបអ៊ុំប៊ុំបអ៊ំប៊ំបអ៊ះបះបអ៊ុប៊ុបអេបេបអ៊ូប៊ូតោះបងប្អូនឥឡូវយើងអានពាក្យនៅខាងក្រោមទាំងអស់គ្នាសាប៊ូសាប៊ូពីរដុំបូណាដូសាប៊ូតោះបងប្អូនឥឡូវយើងចំណាំត្រីស័ព្ទជាវណ្ណយុត្តសម្រាប់ប្រើលើព្យញ្ជនៈ4តួគឺបសហហើយនឹងអចំពោះស្រៈអ៊ូស្រៈអ៊ឺស្រៈអ៊ីមិនចាំបាច់ប្រើសញ្ញាត្រីស័ព្ទឬសកទេព្រោះការប្រើសញ្ញានេះក៏សូរមិនដូរដែរ